បាទសូមជម្រាបសួរពុកម៉ែបងប្អូនអរគ្នាថ្ងៃនេះយើងនាំគ្នាមកស្គាល់មេរោគដែលបង្កឲ្យមានជំងឺលើដំណាំស្រូវទាំងអស់គ្នាដែលមាន4ប្រភេទបាទជំងឺដែលបង្កឡើងដោយពពួកផ្សិតជំងឺដែលបង្កឡើងដោយពពួកបាក់តេរីជំងឺដែលបង្កឡើងដោយពពួកវីរុសនិងជំងឺដែលបង្កឡើងដោយពពួកណេម៉ាតូតដូច្នេះហើយចំណុចទី1តើតើនៅជំងឺដែលបង្កឡើងដោយពពួកផ្សិតមានដូចជាជំងឺផ្លាសជំងឺអុចត្នោតជំងឺឆ្លូតស្លឹកជំងឺរលាកស្រទាប់ស្លឹកជំងឺរលួយស្រទាប់ស្លឹកជំងឺសាម៉ុងបៃតងជំងឺខ្យូងបៃតងនិងជំងឺរលួយគល់ជាដើមបាទហើយក៏មានជំងឺផ្សេងមួយចំនួនទៀតដែលមានលើដំណាំស្រូវប៉ុន្តែប្រទេសរបស់យើងគឺមិនទាន់មានកើតឡើងនោះទេខ្ញុំសូមលើកឡើងអំពីជំងឺដែលបង្កឡើងដោយពពួកបាក់តេរីមានដូចជាបាក់តេរីសពុនស្លឹកនិងបាក់តេរីឆូតស្លឹកជាដើមបាទទី3គឺជំងឺដែលបង្កឡើងដោយពពួកវីរុសជំងឺដែលបង្កឡើងដោយពពួកវីរុសគឺបង្កតាមរយៈសត្វល្អិតដូចជាពពួកមមាញឬក៏រុយសជាដើមជំងឺដែលបង្កឡើងដោយពពួកវីរុសមានដូចជាជំងឺទង់គ្រាជំងឺទឿស្មៅជំងឺរួញស្លឹកហើយនិងជំងឺទឿលឿងជាដើមទី4ពាក់ព័ន្ធជំងឺដែលបង្កឡើងដោយពួកណេម៉ាតូតជំងឺដែលបង្កឡើងដោយពពួកណេម៉ាតូតមានដូចជាណេម៉ាតូតស្លឹកណេម៉ាតូតដើមហើយនិងណេម៉ាតូតឫសជាដើមបាទសូមចុច like comment និង share ដើម្បីទទួលបានចំណេះដឹងថ្មីៗពី page កសិកររីករាយសូមអរគុណច្រើន